គម្រោងទី1បបួលគ្នាទៅចូលរួមបុណ្យសពរបស់អ្នកម្ដាយប្អូនស្រីវិញនៅត្រៃខាងត្បូងតែបន្ទាប់ពីចេញពីកន្លែងបុណ្យសពមកក៏នឹកឃើញកន្លែងផ្សេងទៀតចាជិះតាមផ្លូវឃើញមានសាច់គោអាំងក៏ចូលហូបសាច់គោអាំងតិចតួចហើយដើម្បីបន្តដំណើរទៅកំណាយបុរាណអ្នកលក់ហ្នឹងហូបឆ្នាំស្រកងន់អីក៏ធម្មជាតិចាហើយមកលក់គ្រឿងចឹងសំផត់អត់ថតទៀតអ្នកហូបមិនថតសោះអ្នកមានបុណ្យហើយថ្ងៃនេះនាំ by friend ដើរលេងសាច់គោអាំងបងប្អូនអើយសាច់គោអាំងតាមចើមផ្លូវទៅភ្នំដានេះនិយាយពីថាឆ្ងាញ់នៅម្ដុំផ្ទះពេទ្យរិនកន្លែងនេះគេមានបើកហាងលក់ខោអាវគេ10000មានអាទេសបគេទេដើរលក់តាមផ្លូវបន្ទាប់ពីញ៉ាំសាច់គោអាំងរួចរាល់មានកម្លះហើយបន្តដំណើរទៅមុខទៀតថ្ងៃនេះនឹងខ្ញុំសូមមកបង្ហាញផ្លូវដែលធ្វើដំណើរទៅកំណាយបុរាណឬក៏ខ្នងគូដែលមានដុំឥដ្ឋព័ទ្ធជុំវិញអាយុកាលប្រហែលជាង2000ឆ្នាំកន្លែងដែលខ្ញុំនិយាយហៅថាដាច់ជ្រុងភ្នំដាហ្នឹងគឺអត់ត្រូវទេបងប្អូនតាមពិតប្រជាពលរដ្ឋទាំងអស់ដែលគាត់រស់នៅតំបន់ហ្នឹងគឺគាត់ស្គាល់ថាកន្លែងហ្នឹងគេហៅថាការ៉ាស់ឡានហ្នឹងគឺមានឈ្មោះតាំងពីជំនាន់3ឆ្នាំចាមុនជំនាន់3ឆ្នាំទៀតពីព្រោះកន្លែងហ្នឹងគឺខ្មែរក្រហមគាត់យកឡានជាច្រើនយកមកផ្ទុកកន្លែងហ្នឹងទៅគេហៅថាការ៉ាស់ឡានបន្លែអើយបន្លែបងអូនណាទិញបន្លែខាងនេះជួយផ្សាយពាណិជ្ជកម្មឲ្យអ្នកលក់បន្លែទៀតទៀតមកដល់នេះមានដើមខ្វិតពីដើមមួយហើយមានផ្ទះខាងនេះមួយផ្ទះខាងនេះមួយមានផ្លាកសញ្ញាមួយខៀវបងប្អូននេះផ្លាកសញ្ញាខៀវនេះបត់ឆ្វេងម្ដងបត់ឆ្វេងណែនេះផ្លូវគេនេះផ្លាកសញ្ញាគេនេះបត់មកកញ្ចេះមកនេះបត់មកផ្លូវនេះបាត់តែឃើញអញ្ចឹងប៉ុន្តែអត់ពិបាកទេបងប្អូនស្រួលព្រោះអីដីវាដាច់សាច់ជាខ្នងគូរហូតបងប្អូនហ្នឹងខ្នងគូហ្នឹងខ្នងគូដែលគេពាត់ហ្នឹងហើយតែយើងជិះទៅត្រង់តិចទៀតដល់ហើយចុះចាប់ហើយសិនហើយកុំធ្វើចឹងណាអានេះកន្លែងគេជិះតាំងពីសង្គមមកតាំងពីបុរាណមកដែរបងប្អូនគេជិះលើកទៅខ្នងគូហ្នឹងដីគេលិចជើលើកជើងលិចជើងចង់កលាច់អីហ៎ដើមកាហ្វេក្លុកហ្នឹងគេជិះទៅខ្នងគូហ្នឹងនេះខ្នងគូហ្នឹងជិះតាមខ្នងគូរហូតបងប្អូនទៅខ្នងគូហ្នឹងនោះចិត្តដល់ហើយនោះខាងមុខខ្ញុំនាំបងស្រីម៉ាក់ដានីឲ្យស្គាល់ដល់កុំឲ្យគាត់មិនស្គាល់មែនទេកុំឲ្យប្រាប់ញៀវទៅខុសណែមួយនោះមកធ្វើដំណើរមកដល់ទីតាំងខ្នងគូបុរាណដែលមានដុំឥដ្ឋអាយុកាលជាង2000ឆ្នាំនេះហើយតែពួកខ្ញុំទាំងពីរអត់បាននៅយូរទេគ្រាន់តែទៅដល់ដឹងគោលដៅហើយថតបន្តិចចាធ្វើដំណើរត្រឡប់មកវិញហើយដោយសារតែអ្នកផ្ទះជិតហ្នឹងគាត់មានកម្មវិធីដូច្នេះហើយមិនចង់រំខានដល់ពួកគាត់ទាំងអស់គ្នា